Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់បង្ហាញអ្នកទាំងអស់គ្នាគឺវីដេអូដែលបង្ហាញពីការ download នៅ game មួយដែលមានឈ្មោះថាResident Evil 4 Platinum អូខេ game នេះដែរគឺវានៅក្នុង App Store របស់យើងគឺធ្វើការ download ដោយអស់លុយគឺដែលមានតម្លៃ$4.99 នេះគឺ Resident Evil 4 Platinum អូខេឥឡូវយើងអាចធ្វើការ download វាដោយ free បានដែលយើងមានកុំព្យូទ័រអូខេដែលយើងប្រើប្រាស់កុំព្យូទ័រឥឡូវនេះយើងចាប់ដើមបើកកុំព្យូទ័រហើយយើងត្រូវធ្វើការ download នៅកម្មវិធីមួយគឺមានឈ្មោះថា Vshare អូខេឥឡូវយើងចូលកម្មវិធី Vshare ដោយមាន website នៅខាងលើនេះគឺ www.vshare.com បន្ទាប់មកយើងឃើញនៅខាងស្ដាំគឺមានសញ្ញា download Windows អូខេ download Vshare for PC នេះអូខេយើងคลิกកន្លែង download នេះមកបន្ទាប់ពីយើងคลิก download ហើយនោះយើងនឹងបាន file មួយនៅកន្លែង download របស់យើងនេះគឺ file Vshare ហើយយើងធ្វើការ install នៅ file មួយនេះមកអូខេបន្ទាប់ពីយើង install នៅ file នេះ already តោះមកយើងនឹងឃើញ icon នេះនៅលើ desktop របស់យើងគឺ Vshare Hyper អូខេឥឡូវយើងបើកកម្មវិធី Vshare Hyper នេះបើហើយយើងឃើញនៅខាងលើនេះគឺមានដូចជា device app tool download អូខេ device គឺយើងសម្រាប់ connect ទូរស័ព្ទទៅនឹង computer ហើយកន្លែង app នេះគឺយើងធ្វើការ search រកកម្មវិធីដែលយើងចង់បានអូខេឥឡូវយើង search នៅកម្មវិធីបាញ់មិញgame បាញ់គឺ Resident Evil 4អូខេយើងវាយប៉ុណ្្នឹងមកវា load ចេញឲ្យអូខេនេះនៅខាងស្ដាំនេះយើងចុចសញ្ញាកន្លែងពណ៌ខៀវ download មកគ្រាន់តែចុច download មកយើងនឹងឃើញហើយនៅខាងលើនោះមានកន្លែង download យើងគ្រាន់តែ click មកយើងនឹងឃើញ process នៃការ download នៅ game នេះអូខេនេះជាការ downloadអូខេnow ឥឡូវ download complete ហើយយើងចូលកន្លែង complete នេះយើងនឹងឃើញនៅ game ដែលយើងត្រូវ download បន្ទាប់មកយើងចូលទៅកន្លែង device បន្ទាប់មកយើងត្រូវធ្វើការ connect ទូរស័ព្ទរបស់យើងជាមួយនឹង computer អូខេឥឡូវយើងយកទូរស័ព្ទរបស់យើងឥឡូវខ្ញុំចាប់ផ្ដើម connect ជាមួយនឹង computer បន្ទាប់ពី connect ហើយនៅលើ computer របស់យើងវានឹងវិលកន្លែងសញ្ញា Vshare នោះអូខេឥឡូវយើង connect ហើយវាឃើញ device របស់យើងទាំងអស់នៅលើ computer បន្ទាប់ពីយើង connect ហើយយើងចូលទៅក្នុងកន្លែង download ហើយនៅចុចរក game បាញ់មិញយើងចុចកន្លែង install នេះអូខេចុច install ចុច OK អូខេបន្ទាប់មក game នេះវានឹងធ្វើការ install ចូលទៅក្នុងទូរស័ព្ទរបស់យើងហើយរងចាំបន្តិចលូតបែបនេះក៏ចុច done មកគឺវា load storage full អូខេឥឡូវនេះ game បាន load ចូលក្នុងទូរស័ព្ទរបស់យើងហើយគឺ Resident Evil 4 Platinum អូខេឥឡូវយើងអាចធ្វើការ download វាដោយ free បានមិនចាំបាច់ចំណាយប្រាក់ទៅលើ Visa card របស់យើងទេឥឡូវខ្ញុំចាប់ដើម play សាកល្បងអូខេចុចចឹងមកខ្ញុំអត់សូវចេះលេងដែរខ្ញុំគ្រាន់តែសាកល្បងទេថាវាលេងបានឬក៏មិនបានចុចទៀត
អូខេឥឡូវយើងសាកលំបង play នេះគឺជា tutorial អូខេឥឡូវយើងចាប់ផ្ដើម play ហើយអូខេឥឡូវយើងអាច play game នេះបានហើយអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាសង្ឃឹមអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់នេះហើយនឹងជួយ like និង subscribe channel របស់ខ្ញុំផង